ចឹងពាក់ព័ន្ធទៅនឹងជំងឺថប់បារម្ភមួយថប់បារម្ភធម្មតាអ្នកណាក៏ថប់បារម្ភដែរឲ្យតែអ្វីដែលថ្មីហើយប្លែកណាដល់ពេលអាថប់បារម្ភមិនធម្មតាគឺបុគ្គលហ្នឹងគឺភ័យខ្លាចនឹងព្រួយដែលវាកើតឡើងនៅពេលណាមួយនៅក្នុងជីវិតហើយវាកើតមានរយៈពេលយូរចាប់ពី6ខែឡើងមានការរំខានដល់ការងារហើយនឹងប៉ះពាល់ដល់ទំនាក់ទំនងជាមួយអ្នកដទៃឧទាហរណ៍អ្នកខ្លះគាត់ថាគាត់អត់ហ៊ានមើលមុខគេទេណាឃើញគេគាត់អត់ហ៊ានទៅក្បែរគេទេគេមើលមុខគាត់អារម្មណ៍អត់ស្រួលហ្មងធ្វើអីលេងកើតណាបើសិនជាគាត់ត្រូវធ្វើបទបង្ហាញអីមួយខ្លួនគាត់ហ្នឹងអាភ័យខ្លាចគាត់ហ្នឹងគឺធ្វើឲ្យខ្លួនគាត់ហ្នឹងធ្វើអីឡើងកើតទៀតដល់ពេលរោគសញ្ញាបេះដូងលោតញាប់ឈឺទ្រូងដង្ហើមខ្លីៗឬមួយក៏ខ្លាំងជ្រុលឈឺក្បាលបែកញើសវិលមុខស្ងួតមាត់ចង់ក្អួតរាគន្ទះអន្ទែងញ័រឈឺសាច់ដុំដល់ពេលរោគសញ្ញាផ្លូវចិត្តគាត់ភ័យខ្លាចជ្រុលគាត់ព្រួយបារម្ភជ្រុលតានតឹងអ្នកខ្លះទន់អស់ស្រើតអាសាបអសរនៅអត់ស្ងៀមនៅមិនសុខអាការផ្ចង់អារម្មណ៍ហ្នឹងក៏លែងមូលហើយការចងចាំក៏ប៉ះពាល់ក៏ខ្សោយគាត់ច្បល់ហ្មងរារែកអល់ឯកអត់មានការអត់ធ្មត់ទេហើយឆាប់ខឹងដល់ពេលរោគសញ្ញាអាកប្បកិរិយាគាត់គេចចេញពីស្ថានភាពហើយគាត់មានការគិតឬមួយក៏ធ្វើដដែលគាត់ពិបាកនៅក្នុងការចូលរួមនៅក្នុងកម្មវិធីអីផ្សេងៗហើយនៅមានអាកប្បកិរិយាភ័យខ្លាចអញ្ចឹងនេះគឺជារោគសញ្ញារបស់អ្នកជំងឺថប់បារម្ភដល់ពេលមូលហេតុទី1មានឪពុកម្ដាយកើតថប់បារម្ភឆាប់ប្រតិកម្មផ្នែកផ្លូវចិត្តពីកំណើតហើយគាត់ស្រឡឹងមើលពិភពជុំវិញខ្លួននឹងពោរពេញទៅដោយការគំរាមកំហែងមានបទពិសោធន៍លំបាកកាលពីវ័យកុមារភាពអញ្ចឹងសូមចងចាំណាមិនមែនជួបរឿងឈឺចាប់ធ្វើឲ្យមនុស្សរឹងមាំទេមានជំងឺវេជ្ជសាស្ត្រខ្លះដូចជាជំងឺពកជំងឺខ្វះវីតាមីន B12 ជំងឺផ្កាច់ជំងឺបេះដូងការប្រើប្រាស់សារធាតុញៀនមួយចំនួនដូចជាកាហ្វេអ៊ីនឬមួយក៏គ្រឿងញៀនប៉ុន្តែយើងត្រូវចាប់អារម្មណ៍ណាប្រព័ន្ធរំលាយអាហារវាគួរជាកត្តាកំណត់ផ្លូវចិត្តយើងផងដែរអញ្ចឹងនៅពេលដែលអារម្មណ៍យើងអត់ស្រួលគឺយើងញ៉ាំអីលែងដឹងរសជាតិទេហើយអ្នកដែលប្រព័ន្ធរំលាយអាហារខ្សោយប្រឈមជំងឺហើយអញ្ចឹងអ្នកដែលថប់បារម្ភច្រើនដល់ម៉េចគឺអាខ្លាចនឹងវាចេញមកហ្មងដោយសារអី
បបិសោតន៍ពីកុមារភាពតើយើងទទួលបានអារម្មណ៍កក់ក្ដៅប៉ុណ្ណាយើងធ្លាប់ទទួលរងគេប៊ូលីកាលពីក្មេងគេធ្វើបាបកាលពីក្មេងដែរទេណាយើងធ្លាប់គេរិះគន់គេសើចចំអកគេពេបជ្រាយដែរទេហើយកលើសគឺរៀនបន្សាំអញ្ចឹងថប់អារម្មណ៍អ្វីដែលល្អគឺរៀនបន្សាំរឿងមួយទៀតរៀនផ្លាស់ប្ដូរការគិតយើងដឹងហើយការគិតរបស់យើងច្រើនតែម៉េចអវិជ្ជមានបន្លាចយើងហ្មងនៅក្នុងអារម្មណ៍របស់អ្នកថប់អារម្មណ៍រឿងទូចទេប៉ុន្តែនៅក្នុងអារម្មណ៍របស់គាត់បំប៉ោងបំផ្លើសរឿងនោះដូចធំអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងស្ដាប់នរណាម្នាក់ជួនណារឿងហេតុទូចមួយប៉ុន្តែដល់ពេលអ្នកហ្នឹងនិយាយមកមិនយើងអត់ចាប់អារម្មណ៍យើងភ័យតាមគាត់ទៅហើយតាមពិតដល់ពេលដឹងការពិតមិនរឿងអត់ធំផងយល់បានទេហើយទៅចាប់អារម្មណ៍ណាជាបបិសោតថប់អារម្មណ៍នឹងធ្លាក់ទឹកចិត្តអ្នកធ្លាក់ទឹកចិត្តគ្រាន់តែវាហានិភ័យឬធ្វើអត្តឃាតទេតែអ្នកធ្លាក់ទឹកចិត្តងាយជួយជាងអ្នកថប់អារម្មណ៍អ្នកថប់អារម្មណ៍ដូចវែកចកវែកចេញផុតដកដៃមកវិញមិនចកមកវិញហើយដោយសារវាបញ្ហាវាពាក់ព័ន្ធមួយនឹងការគិតដដែលណាអ្នកថប់អារម្មណ៍បញ្ជាការគិតរបស់គាត់លេខសបានណាហើយបំភ័យបន្លាចណាសួរថាមានស្អីកើតឡើងមិនបេះដូងលោតចង់ចេញក្រៅដល់ពេលចឹងមិនចុះបន្តិចគាំងបេះដូងខ្លាចស្លាប់ខ្លាចមានជំងឺខ្លាចអញ្ចេះខ្លាចអញ្ចោះអញ្ចឹងត្រូវចាប់អារម្មណ៍រោគសញ្ញាចម្បង2ដែលសំខាន់គឺការភ័យខ្លាចនិងការព្រួយបារម្ភហួសហេតុសួរមានហេតុផលអត់អត់អញ្ចឹងត្រូវចាប់អារម្មណ៍ថាអារម្មណ៍អវិជ្ជមានរបស់មនុស្សយើងមាន2ប្រភេទប្រភេទទី1វាមានហេតុផលអាហ្នឹងមិនមែនជាជំងឺទេឧទាហរណ៍ថាគេយកយើងចូលក្នុងអាងក្រពើខ្លាចអត់ខ្លាចអាហ្នឹងឆាប់បាត់ទេមានន័យថាម៉េចយើងចេញផុតពីអាងក្រពើយើងធម្មតាតែដល់ពេលអ្នកថប់អារម្មណ៍មិនចេញផុតហើយអារម្មណ៍ខ្លាចនៅតែបន្តកើតឡើងដដែលគឺបែបហ្នឹងហើយអារម្មណ៍ខ្លាចហ្នឹងណាយើងត្រូវដឹងវានៅតែគេហៅថាម៉េចអត់ងាយបាត់ទៀតអញ្ចឹងហើយបានជានៅក្នុងចិត្តសាស្ត្រត្រូវការបន្សាំណាអ្នកដែលភ័យខ្លាចខ្លាំងត្រូវការបន្សាំហើយបើក្នុងករណីរំខានខ្លាំងមែនទែនអមថ្នាំនឹងអាចជួយសម្រួលថ្នាំមិនមែនកម្ចាត់មូលហេតុទេពីព្រោះមូលហេតុផ្លូវចិត្តរកអត់ឃើញទេរកអីមួយជាក់លាក់រកអត់ឃើញទេប៉ុន្តែថ្នាំវាជួយសម្រួលអ្វីដែលយើងត្រូវធ្វើគឺការជួយខ្លួនឯងរៀនគ្រប់គ្រងរៀនតាំងចិត្តរៀនបដិបត្តិបច្ចេកទេសដើម្បីគ្រប់គ្រងអារម្មណ៍ដើម្បីផ្លាស់ប្ដូរការគិតពីព្រោះអ្នកដែលថប់អារម្មណ៍ការគិតគាត់គឺអវិជ្ជមានការគិតហ្នឹងគឺបំភ័យហ្មងបន្លាចហ្មង